Bây giờនេះស្វាគមន៍មកកាន់ខ្ញុំ Kin នៅក្នុងវីដេអូនេះគឺខ្ញុំមកធ្វើការដោះនៅ copyright strike នៅក្នុង channel YouTube របស់យើងហ្នឹងហើយអញ្ចឹងអានេះគឺជា copyright strike គឺវាមានរូបរាងបែបហ្នឹងអូខេអញ្ចឹងយើងចូលមក review detail ហ្នឹងមកឬក៏ចូលទៅកាន់ channel ហ្នឹងអញ្ចឹងយើងចុចពីលើកន្លែងហ្នឹងមកបាទអញ្ចឹងខ្ញុំសូមខ្វែងបន្តិចហើយ copyright strike នេះគឺវាមិនបាទអញ្ចឹងគឺ copyright strike ហ្នឹងគឺដោយសារតែ channel ហ្នឹងខ្ញុំខុសបទចម្រៀងលេងណាបាទអញ្ចឹងគឺឃើញថាវាបាទបាន remove បាទហ្នឹងហើយគឺម្ចាស់ channel បាន report channel ហ្នឹងអញ្ចឹងនៅពេលដែល report គឺវា load copyright strike បាទអញ្ចឹងគឺ copyright នេះគឺវាធ្ងន់ធ្ងរបើសិនជាមានអ្នក report ចំនួន3វីដេអូគឺដឹងតែ channel ហ្នឹងគឺ suspend បានថា YouTube ធ្វើការលុបចេញពីគណនីរបស់ក្រុមហ៊ុនអូខេអញ្ចឹងនៅកន្លែងនេះបងប្អូនឃើញ1នៃ3អត់បាទអញ្ចឹងបើសិនជាគេ report ចំនួន3ដងបានថាគឺគេ YouTube ធ្វើការ move វីដេអូរបស់យើងហ្នឹងគឺចំនួន3វីដេអូគឺ channel យើងត្រូវបាន suspend បានថាត្រូវបានលុបចេញពីគណនី YouTube អូខេអញ្ចឹងខ្ញុំមកចង់និយាយច្រើនទេដើម្បីយើងដោះ copyright strike បានខ្ញុំឃើញអ្នកខ្លះគាត់មានសេវាកម្មទទួលដោះអញ្ចឹងណាអញ្ចឹងនៅវីដេអូនេះគឺ free អញ្ចឹងប្រហែលជាប៉ះពាល់របស់បងប្អូនខ្លះហើយសម្រាប់គាត់អ្នកអង្គខាងដោះគិតលុយចឹងទៅតែខ្ញុំគឺ free ហ្នឹងហើយអូខេអញ្ចឹងយើងចុចមកចំពីលើកន្លែងហ្នឹងមកនេះបាទចុចចំពីលើមកគឺវានឹងបង្ហាញនៅកន្លែងនេះអូខេអញ្ចឹងដើម្បីយើងដោះបានយើងចុចនៅកន្លែងនេះមក start now នៅពេលដែល start now គឺចុចពីថា next ទៀតមកកន្លែង copyright school នេះយើងចុច next មកនៅពេលដែលយើងចុច next ហើយនៅកន្លែងនេះគេសួរថា once a channel has received a copyright strike deleting the video will resolve it បានន័យថា channel យើងត្រូវបានមកវិញនៅពេលដែល copyright strike ហ្នឹងគឺលុបនឹងលុបវីដេអូរបស់យើងហើយបន្ទាប់ពីគេដោះស្រាយអូខេបន្ទាប់ពីដំណោះស្រាយត្រូវបានដោះវាហ្នឹងអញ្ចឹងនៅកន្លែងនេះគឺមានតែ no និង yes ទេបាទ no it isn't ឬក៏ yes it is ហ្នឹងគឺបងចុច u មួយមកបើសិនជាយើងចុចចឹងហើយចុចពាក្យថា check answer នេះខុសយើងដូរយកមកក្រោមវិញមកគឺវាបានអូខេអញ្ចឹងឃើញថាវាត្រូវ test correct បាទគឺវាត្រូវយើងចុច next ទៀតមកគឺចំនួនយើងដោះតែចំនួន4សំណួរទេគឺយើងនឹងទទួលបានchannel ឡើងវិញប៉ុន្តែរយៈពេល3ខែទៅគេព្រមដល់យើងអញ្ចឹងយើងចុច next មកនៅកន្លែងនេះគេសួរយើងទៀតនេះបងប្អូនអាចមើលសំណួរគេបានហ្នឹងហើយអញ្ចឹងនៅកន្លែងនេះមានតែលើក្រោមទេបងប្អូនចុចយកមួយណាក៏យកទៅចុចចឹងមកហើយចុច check answer បើសិនជាវាខុសបែបហ្នឹងយើង try again ជាងមកនេះហើយយើងចុចយកខាងក្រោមវិញមកហើយយើងចុច check answer អញ្ចឹងគឺវានឹងត្រូវ 100% ទេនេះ date correct ទេអូខេ date correct អញ្ចឹងគឺវាត្រូវហើយយើងចុច next បន្តទៀតមកកន្លែងនេះគឺចេញបែបទៀតបងប្អូនចង់ដឹងនេះអានឲ្យបកប្រែlạiទៅថាគេនិយាយពីអីអញ្ចឹងបាទអញ្ចឹងខ្ញុំមកចេះដែរហ្នឹងហើយយើងចុចយកពីលើមកទៅហើយចុច check answer ហើយខុសទៀតយើង try again ទៅយកលើមកត្រឡប់ទៅនឹងទៅវិញទៅមកគឺយើងនឹងត្រូវហើយអូខេអញ្ចឹងដល់3គេនេះវា3នេះបាត់3ហើយគេដាក់ថា question 3 and 4បាទយើងបាន3ហើយសំណួរដែលគេឲ្យយើងដោះ4លើដោះ3អូខេអញ្ចឹងចុចលេខទៀតមកនេះកន្លែងនេះនៅកន្លែងនេះគឺយើងធ្វើការ select ជាមួយទេមកណាបាទហ្នឹងហើយអញ្ចឹងសំណួរចុងក្រោយគេយើងធ្វើការ select មួយមកហើយនេះដូចខ្ញុំនិយាយតែអញ្ចឹងបាទចង់ដឹងទៅគេនិយាយពីអីផាយខ្លួនឯងទៅអូខេអញ្ចឹងខ្ញុំ select យកខាងលើគេហើយ check answer ប៉ុន្តែរាល់ channel យើងមិនមែនធ្វើដូចគ្នាទាំងអស់ទេណាសូមបញ្ជាក់ឲ្យគឺយើងធ្វើខុសគ្នាទាំងអស់បាទគឺសំណួរផ្សេងគ្នាអូខេដូច channel នេះអីគឺសំណួរគេផ្សេងគ្នាពី channel បងប្អូនអាចខុសពីខ្ញុំខ្ញុំថិចយកគ្រប់ចឹងមកបើថិច4ចឹងខុសហើយយើងថិច2ម្ដងបាទ2ឬក៏ថិចទាំង4ហ្នឹងហើយអូខេឃើញថា2វាខុសទេដាក់ខាងលើហើយក្រោមនេះនិយាយទៅយើងចុចចឹងតតែយើងធ្វើត្រូវហ្នឹងហើយ2នេះម្ដងចឹងអូខេវាអត់តន់ត្រូវឥឡូវយើងថិចម្ដងទាំង4មកទៅមកឲ្យបាយច្រើន check answer មកខុសទៀតយើងចុចយក3ខាងលើម្ដងមើលកន្លែងហ្នឹងយើងចុចមកបាទព្យាយាមចុចវាមកគឺវានឹងដោះបានហើយអូខេចឹងខ្ញុំចុចយកអានេះមួយនេះដល់អត់ត្រូវទៀតចឹងខ្ញុំយកអានេះនៅនឹងមួយនេះ អត់ត្រូវទៀត
answer 2ត្រឹមត្រូវអា4ខុសអូខេអូខ្ញុំភ្លេចមើលកន្លែងនេះបាទគេប្រាប់ថានេះanswer ទី2នេះគឺត្រូវតែ answer 4នេះខុសអញ្ចឹងយើងយកអាទី2មកអាទី2ហ្នឹងគូមួយហ្នឹងទៀតចំណុចហ្នឹងទី2គូមួយអាទី3អូខេហើយអត់ដល់អូអាទី2ត្រូវអាទី3ខុសទៀតចុះអញ្ចឹងយកអាទី2គូមួយនេះទី2គូមួយទី1បាទអូខេអញ្ចឹងឃើញថាទី1ក៏ត្រូវទី2ក៏ត្រូវមិញហ្នឹងខ្ញុំភ្លេចមើលកន្លែងចម្លើយគេដាក់ឲ្យយើងបងប្អូនបាទខ្ញុំចេះតែចុចទៅភ្លេចមើលអានតែមានទ្រឹស្ដីមួយថាចេះចុចនេះដើម្បីវាឲ្យបានអញ្ចឹងណាមិនបាច់ចាំ API ទេអញ្ចឹងពេលខ្លះយើងត្រូវការមើលបកប្រហែលដែរហ្នឹងហើយអូខេអញ្ចឹងនេះគេនេះនៅកន្លែងគេនេះគេប្រាប់ថា answer 1 is correct and answer 2 is correct មានន័យថាគឺធំត្រូវទាំងពីរសំណួរចម្លើយរបស់គេហ្នឹងអញ្ចឹងដល់ពេលយើងប៉ុណ្ណឹងហើយវាអត់មានអីត្រូវសាំញ៉ាំទៀតទេយើងចុចមកពីខាងលិចនេះមកលិចហើយយើងដាំទៅគឺវាទៅដាំហើយតែប៉ុណ្ណឹងអូខេអញ្ចឹងគឺគេនឹងចេញថ្ងៃ expire ឲ្យយើងគឺចំនួន87ថ្ងៃបាទបានន័យថា expire ចាប់យើងគិតចាប់ពីថ្ងៃហ្នឹងទៅថ្ងៃទី20នៅលើនេះ1គីឡូទៅជាថ្ងៃទី23អូខេអញ្ចឹងយើងគិតពីថ្ងៃ23គឺដល់ថ្ងៃនេះបាទថាគឺ90ថ្ងៃបាទចំនួន3ខែបាទអញ្ចឹងដល់ពេលដែលគ្រប់3ខែចាប់ពីថ្ងៃដែលវាជាប់ strike គឺនឹងដោះឲ្យយើងអូតូម៉ាទិកឲ្យប្រហែលដល់នេះតែនេះមិនប្រហែលតែនេះនឹងដោះប៉ុន្តែបើសិនជាយើងអត់ចុចមកដោះវាទេប្រហែលជាវានឹងជាប់រហូតបើសិនជាយើងអត់មក copyright school គឺ copyright ហ្នឹងគឺនឹងជាប់នឹងរហូតអត់ដោះទេប៉ុន្តែដល់ពេលដែលយើងចុចបែបហ្នឹងគឺវានឹងដោះឲ្យយើងនៅពេលដែលគ្រប់3ខែគាត់ថាគឺ90ថ្ងៃហ្នឹងគឺនឹងcopyright គឺបានយកចេញពី channel របស់យើងបាទនៅកន្លែងហ្នឹងណាអូខេអញ្ចឹងខ្ញុំ refresh channel វិញចេញមិនអូខេអញ្ចឹងឃើញថាវាចេញអញ្ចឹងដដែលទេគ្រាន់តែនៅពេលដែលវាចេញបែបហ្នឹងហើយ channel យើងគឺវានឹងអត់សូវមានហេតុទេហ្នឹងនៅកន្លែងហ្នឹងណា copyright school ហ្នឹងបងប្អូនព្យាយាមចូលទៅធ្វើការដោះទៅអញ្ចឹង copyright របស់ខ្ញុំគឺ expire រយៈពេលមិន3ខែបាទហ្នឹងហើយមិនថា channel បងប្អូនទាំងគ្នាឬក៏ channel ខ្ញុំទេគឺ3ខែដូចគ្នាបាទនៅពេលយើងដោះហើយអញ្ចឹងបើសិនជាបងប្អូនអត់យល់អីចាំ comment នៅខាងក្រោមវីដេអូទៅចាំខ្ញុំព្យាយាមឆ្លើយតប comment នៅអីដែលខ្ញុំធ្វើបានអីដែលខ្ញុំតបបានខ្ញុំនឹងតបប៉ុន្តែបើសិនជាមាន channel ផ្សេងទៀតអាចបងប្អូនទាំងគ្នាចង់ខ្ញុំដោះហើយអាចឆាតកាន់ Telegram ខាងក្រោម description បានអូខេហើយ channel ខ្ញុំវីដេអូនេះគឺមានតែប៉ុណ្្នឹងទេដោយសារតែខានធ្វើវីដេអូនេះពីចឹងនិយាយអត់មានដឹងទិសតំបន់ទេបាទនឹងនិយាយខុសពេញណាវិញទេអូខេហើយកុំភ្លេច subscribe channel ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តអរគុណច្រើនសម្រាប់ការស្ដាប់វីដេអូនេះ